ទម្លាប់ល្អជាច្រើនអាចធ្វើឲ្យអ្នកក្លាយជាបុគ្គលខ្លាំងខ្ញុំសូមបង្ហាញពីទម្លាប់7យ៉ាងដែលសម្បូរបែបនិងងាយស្រួលអនុវត្ត 1. ទម្លាប់អានសៀវភៅជាប្រចាំធ្វើម្ដេចកំណត់ពេល15-30 នាទីថ្ងៃសម្រាប់អានអត្ថប្រយោជន៍ពង្រីកចំណេះដឹងកែលម្អការផ្ដោតអារម្មណ៍បង្កើនសមត្ថភាពគិតវិភាគចាប់ផ្ដើមតាមរបៀបណាចាប់ផ្ដើមពីសៀវភៅដែលអ្នកចូលចិត្តឬសៀវភៅអប់រំខ្លី 2. ទម្លាប់គិតវិភាគនិងសរសេររាយការណ៍ធ្វើម្ដេចសរសេរអ្វីដែលបានធ្វើអ្វីដែលបានរៀននិងការពិនិត្យឡើងវិញរាល់ថ្ងៃអត្ថប្រយោជន៍ចេះវិភាគបញ្ហារៀនពីកំហុសកំណត់គោលដៅបានច្បាស់វិធីសាមញ្ញរក្សាកំណត់ត្រាតាមទម្រង់សម្រាប់ខ្លួនឯង 3. ទម្លាប់ធ្វើលំហាត់កាយជាប្រចាំធ្វើម្ដេចដំណើរការ30 នាទីថ្ងៃឬលំហាត់ប្រាណអត្ថប្រយោជន៍កាត់បន្ថយភាពតានតឹងបង្កើនថាមពលពង្រឹងសុខភាពគន្លឹះរកទម្លាប់ដែលស្របគ្នានឹងរបបរស់នៅរបស់អ្នកដូចជាដំណើរការពេលល្ងាចឬយូហ្គាពេលព្រឹក 4. ទម្លាប់គ្រប់គ្រងពេលវេលាធ្វើម្ដេចប្រើប្រាស់វិធីសាស្ត្រ Pomodoro ឬការកំណត់ពេលវេលាអត្ថប្រយោជន៍បង្កើនផលិតភាពកាត់បន្ថយការពន្យាមានពេលសម្រាប់គ្រប់គ្រាន់ឧទាហរណ៍ធ្វើការ25 នាទីសម្រាប់5 នាទី 5. ទម្លាប់រៀនជំនាញថ្មីឥតឈប់ធ្វើម្ដេចរៀនជំនាញតូចដូចជាភាសាការសរសេរកម្មវិធីឬជំនាញដៃអត្ថប្រយោជន៍ពង្រីកលទ្ធភាពការងារជំរុញខួរក្បាលបង្កើតទំនុកចិត្តចម្បងកុំខ្លាចការផ្លាស់ប្ដូរឬការចាប់ផ្ដើមពីសូន្យ 6. ទម្លាប់រក្សាទំនាក់ទំនងល្អធ្វើម្ដេចចែករំលែកចំណេះដឹងជួយអ្នកដទៃនិងស្ដាប់យ៉ាងយកចិត្តទុកដាក់អត្ថប្រយោជន៍ពង្រីកបណ្ដាញទំនាក់ទំនងទទួលបានទស្សនៈថ្មីអភិវឌ្ឍទំនាក់ទំនងយូរអង្វែងចងចាំទំនាក់ទំនងល្អឱកាសល្អ 7. ទម្លាប់គិតវិជ្ជមាននិងដោះស្រាយបញ្ហាធ្វើម្ដេចផ្លាស់ប្ដូរការគិតអវិជ្ជមានទៅជាការស្វែងរកដំណោះស្រាយអត្ថប្រយោជន៍បង្កើនភាពបត់បែនកាត់បន្ថយភាពអាណិតអាសូរខ្លួនឯងទទួលបានលទ្ធផលល្អនៅក្នុងជីវិតអនុវត្តពេលជួបបញ្ហាសួរខ្លួនឯងថាតើអាចរៀនអ្វីពីបញ្ហានេះរបៀបបង្កើតទម្លាប់ទាំងនេះចាប់ផ្ដើមតូចកុំបង្កើតទម្លាប់ច្រើនពេកក្នុងពេលតែមួយមានភាពស្ថាប័នធ្វើរាល់ថ្ងៃទោះមានពេលតិចក៏ដោយរីករាយជាមួយដំណើរការការខ្លាយជាបុគ្គលខ្លាំងតម្រូវឲ្យមានពេលវេលាទម្លាប់ទាំង